ក្នុងលិខិតចេញពីខុទ្ទកាល័យនៃសម្ដេចសហជីវិនព្រះប្រមុខរដ្ឋលេខ355 SPOI ថ្ងៃទី20ខែកុម្ភៈឆ្នាំ1969បានសរសេរថាតាមរយៈបុព្វសិទ្ធិរបស់ព្រះអង្គក្នុងឋានៈជាព្រះប្រធាននៃសង្គមពួកតំណាងរាស្ត្រដែលមិនបម្រើផលប្រយោជន៍ជាតិហើយប្រព្រឹត្តមិនគប្បីទៅលើព្រះប្រធាននៃសង្គមនិងសម្ដេចសហជីវិនព្រះប្រមុខរដ្ឋចាប់ពីពេលនេះតទៅមិនត្រូវឲ្យហៅសហជីវិនទៀតនោះទេកម្ពុជាក្នុងរបបសង្គមរាស្ត្រនិយមតែងប្រើពាក្យសហជីវិនតើពាក្យសហជីវិនមានន័យដូចម្ដេចពាក្យសហជីវិនមានន័យថារួមរស់នៅជាមួយគ្នាគឺជាមនុស្សម្នាក់ដែលជាអ្នកសង្គមសុទ្ធសាធមិនមែនជាអ្នកណាដទៃនោះឡើយនៅបារាំងឧត្តមសេនីយ៍ដឺហ្គោលបានបង្កើតមេដាយឈ្មោះថាសហជីវិនសេរីកាពាក្យសហជីវិនរបស់ឧត្តមសេនីយ៍ដឺហ្គោលក៏មានន័យដូចពាក្យសហជីវិននៅកម្ពុជាផងដែរពាក្យសហជីវិនសេរីកានេះសំដៅទៅលើមនុស្សដែលតែងតែតស៊ូទាំងកាយទាំងចិត្តចំពោះការធ្វើឲ្យប្រទេសបារាំងនៅមានជីវិតគង់វង្សក្នុងព្រឹត្តិបត្តិបរិរដ្ឋាភិបាលនៃសង្គមរាស្ត្រនិយមចុះថ្ងៃទី22ខែកុម្ភៈឆ្នាំ1969លេខ697បានចុះផ្សាយពីអត្ថបទព្រះរាជតម្រិះរបស់សម្ដេចឪដូចតទៅសម្ដេចសីហនុបានចោទជាសំណួរថាការប្រើពាក្យសហជីវិនកន្លងមកនេះតើយើងបានសង្កេតឃើញដូចម្ដេចពាក្យសហជីវិនត្រូវបានគេយកមកប្រើខុសន័យកាន់តែខ្លាំងឡើងហើយនរណាក៏អាចប្រើបានដើម្បីហៅមនុស្សធន់ណាក៏បានសូម្បីអ្នកនោះមិនមែនជាមនុស្សសង្គមក៏ដោយដើម្បីលើកតម្លៃពាក្យសហជីវិននេះទើបសម្ដេចឪទ្រង់សពព្រះហឫទ័យសម្រេចថាពាក្យនេះប្រើបានតែចំពោះមនុស្សណាដែលមានគុណធម៌សមគួរប្រើពាក្យនេះប៉ុណ្ណោះហេតុដូចនេះបានជាពួកតំណាងរាស្ត្រដែលមិនបម្រើប្រយោជន៍ជាតិហើយបានប្រព្រឹត្តមិនគប្បីទៅលើព្រះប្រធាននៃសង្គមនិងសម្ដេចសហជីវិននៃព្រះប្រមុខរដ្ឋចាប់ពីពេលនេះតទៅហាមមិនឲ្យហៅសហជីវិនទៀតនោះទេពីព្រោះថាតំណាងរាស្ត្រទាំងនោះមិនបានបំពេញបេសកកម្មរបស់ខ្លួនដោយពាក្យសហជីវិនមិនសមនឹងតំណាងរាស្ត្រទាំងនោះឡើយសម្ដេចត្រាស់បង្គាប់ថាត្រូវហៅតំណាងរាស្ត្រទាំងនោះថាលោកវិញទៅជាការសមគួរពីពេលនេះតទៅសូមលោកតំណាងរាស្ត្រពេញចិត្តនឹងឋានៈនេះបានហើយការដែលទ្រង់ធ្វើឲ្យមានតម្លៃឡើងវិញនៅឋានៈដែលមានសភាពដ៏ប្រសើរគួរគប្បីនោះសម្ដេចទ្រង់សពព្រះហឫទ័យប្រើបុព្វសិទ្ធិរបស់ព្រះអង្គក្នុងព្រះឋានៈព្រះអង្គជាព្រះប្រធាននៃសង្គមជាចលនាប្រជារាស្ត្រដែលប្រជារាស្ត្រខ្មែរ99%បានគាំទ្រយើងជាអ្នកសង្គមយើងអាចពេញចិត្តបាននឹងវិធានការមួយតម្រូវមកឲ្យដូចជាគេភ្លេចនៅកាតព្វកិច្ចដ៏គូគប់ដែលគេត្រូវបានជាបឋមទុធុរៈមានឋានៈជាសហជីវិនដូច្នោះប្រជារាស្ត្រខ្មែរមានគុណធម៌ដ៏ទូលំទូលាយល្មមសំគួរនៅឋានៈអភិជនភាពគឺសហជីវិននេះណាព្រោះប្រជារាស្ត្រខ្មែរគាំទ្រជានិច្ចហើយខំធ្វើការដើម្បីសង្គមទៀតផងតែយើងអាចហៅតំណាងរាស្ត្រយើងដោយប្រជារាស្ត្របានដែរឬទេក្នុងលិខិតចេញពីខុទ្ទកាល័យនៃសម្ដេចសហជីវិនព្រះប្រមុខរដ្ឋលេខ355 SPOI ថ្ងៃទី20ខែកុម្ភៈឆ្នាំ1969បានសរសេរថាតាមរយៈបុព្វសិទ្ធិរបស់ព្រះអង្គក្នុងឋានៈជាព្រះប្រធាននៃសង្គមពួកតំណាងរាស្ត្រដែលមិនបម្រើផលប្រយោជន៍ជាតិហើយប្រព្រឹត្តមិនគប្បីទៅលើព្រះប្រធាននៃសង្គមនិងសម្ដេចសហជីវិនព្រះប្រមុខរដ្ឋចាប់ពីពេលនេះតទៅមិនត្រូវឲ្យហៅសហជីវិនទៀតនោះទេសម្ដេចសីហនុហាមមិនឲ្យប្រើហៅទៅលើសមាជិករដ្ឋសភាជាតិឬតំណាងរាស្ត្រសប្តាហ៍ថ្ងៃទៀតនោះទេនិងតទៅមុខគឺក្នុងនីតិកាលក្រោយៗទៀតបើអ្នកតំណាងរាស្ត្រសប្តាហ៍ថ្ងៃដដែលនេះមានសំណាងល្អបានធ្វើជាតំណាងរាស្ត្រទៀតក៏ដោយក៏នៅតែប្រើពាក្យថាលោកដើម្បីជំនួសពាក្យសហជីវិនលើសពីនេះទៅទៀតខុទ្ទកាល័យនៃសម្ដេចសហជីវិនព្រះប្រមុខរដ្ឋលេខ356ថ្ងៃទី20ខែកុម្ភៈឆ្នាំ1969បានហាមឃាត់មិនឲ្យសមាជិករដ្ឋសភាចូលរួមក្នុងពិធីបុណ្យក្នុងព្រះបរមរាជវាំង
គឺចំពោះតែពិធីបុណ្យណាដែលសម្ដេចសហជីវិនព្រះប្រមុខរដ្ឋព្រះអង្គសពព្រះហឫទ័យស្ដេចយាងទៅជាអធិបតីភាពដោយទ្រង់ខណ្ឌពុំបានបើពិធីបុណ្យណាឧទាហរណ៍ដូចជាបុណ្យអុំទូកសំពះព្រះខែនិងអកអំបុកឬបុណ្យផ្សេងៗឯទៀតក្តីដែលព្រះអង្គសពព្រះហឫទ័យឲ្យមានព្រះរាជតំណែងនោះទើបអាចអនុញ្ញាតឲ្យតំណាងរាស្ត្រទៅចូលរួមបានព្រះរាជាអនុញ្ញាតឲ្យតំណាងរាស្ត្រចូលរួមក្នុងពិធីផ្សេងៗនិងការហាមមិនឲ្យចូលក្នុងព្រះរាជដំណាក់ចំការមុននៅថ្ងៃទី18ខែមីនា ឆ្នាំ1969សម្ដេចសីហនុទ្រង់បានប្រោសព្រះទានរាជានុញ្ញាតឲ្យតំណាងរាស្ត្រចូលរួមក្នុងពិធីផ្សេងៗដែលព្រះអង្គទ្រង់ស្ដេចយាងជាព្រះរាជាធិបតីក្នុងរាជធានីនិងខេត្តក្រៅព្រះអង្គពុំសពព្រះហឫទ័យរាជានុញ្ញាតឲ្យលោកតំណាងរាស្ត្រទាំងឡាយណាចូលក្នុងបរិវេណព្រះរាជដំណាក់ចំការមុននោះឡើយនេះបើតាមការចេញផ្សាយរបស់ខុទ្ទកាល័យនៃសម្ដេចសហជីវិនព្រះប្រមុខរដ្ឋលេខ499ចុះថ្ងៃទី18ខែមីនា ឆ្នាំ1969